លោកត្រាំប្រកាសដំឡើងកញ្ចប់ថវិកាយោធាដល់ 1.5 ត្រីលានដុល្លារដើម្បីកសាងកងទ័ពក្នុងក្តីសុបិនដោយប្រើប្រាស់នៅចំណូលពីពន្ធគយនៅក្នុងយុទ្ធសាស្ត្រពង្រឹងមហាអំណាចលេខ1នៅលើលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសនៅការសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយនៅក្នុងការដំឡើងកញ្ចប់ថវិកាយោធាសម្រាប់ឆ្នាំ 2027 រហូតដល់ទៅ 1.5 ត្រីលានដុល្លារការសម្រេចចិត្តនេះគឺបានធ្វើឡើងនៅក្នុងគោលបំណងកសាងកម្លាំងការពារជាតិដែលគ្មានគូប្រៀបដើម្បីធានាបាននូវសុវត្ថិភាពអាមេរិកនៅក្នុងយុគសម័យដ៏គ្រោះថ្នាក់ការចរចានិងការផ្លាស់ប្ដូរតួលេខបន្ទាប់ពីកិច្ចពិភាក្សាដ៏ស្មុគស្មាញជាមួយនឹងសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភានិងមន្ត្រីជាន់ខ្ពស់លោកត្រាំបានសន្និដ្ឋានថាកញ្ចប់ថវិកា 1 ត្រីលានដុល្លារដែលបានគ្រោងទុកកាលពីពេលមុនគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេលោកបានបញ្ជាក់ថាការដំឡើងបន្ថែម$500 ប៊ីលានទៀតនោះគឺដើម្បីកសាងទៅដល់កងទ័ពក្នុងក្តីសុបិនដែលជាសិទ្ធិអតិភិបរបស់អាមេរិកនៅក្នុងការរក្សាសន្តិសុខជាតិឲ្យបានរឹងមាំជាទីបំផុតបើទោះបីជាត្រូវប្រឈមទៅនឹងសត្រូវណាក៏ដោយចំណុចដ៏សំខាន់នៃការប្រកាសនេះគឺជាប្រភពនៃកញ្ចប់ថវិកាលោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងមិនប្រើប្រាស់នៅពន្ធលើចំណូលរបស់ពលរដ្ឋឡើយក៏ប៉ុន្តែវាគឺជាការប្រើប្រាស់ចំណូលដ៏មហិមាដែលបានមកពីពន្ធគយដែលទទួលបានអំពីទំនិញបរទេសលោកបានធ្វើការរិះគន់កាលពីពេលមុនប្រទេសដទៃបានកេងចំណេញពីសហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរក៏ប៉ុន្តែបច្ចុប្បន្នចំណូលពីពន្ធគយបានហក់ឡើងដល់ទៅកម្រិតមួយដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រលើពីនេះលោកក៏បានហៅរដ្ឋបាលរបស់លោកโจ Bidenថាគឺជារដ្ឋបាលដែលអាក្រក់ជាទីបំផុតដែលបានបណ្ដាលឲ្យសេដ្ឋកិច្ចនិងយោធាអាមេរិកធ្លាក់ចុះក្នុងភាពទន់ខ្សោយតាមរយៈការប្រើប្រាស់ចំណូលពីពន្ធគយនេះលោកត្រាំបានអះអាងថារដ្ឋបាលរបស់លោកគឺមានសមត្ថភាពអាចសម្រេចបាននូវគោលដៅធំៗចំនួន3ព្រមគ្នាគឺទី1មហាអំណាចយោធាការបង្កើននូវកងកម្លាំងយោធាដែលមានអានុភាពខ្លាំងក្លាជាទីបំផុតនិងទំនើបបំផុតនៅលើពិភពលោកទី2ស្ថិរភាពហិរញ្ញវត្ថុមានលទ្ធភាពនៅក្នុងការបង់សងបំណុលជាតិបានយ៉ាងងាយស្រួលនិងចំណុចទី3ចុងក្រោយគឺផលលាភដល់ពលរដ្ឋបង់ប្រាក់លាភចំណែកជូនទៅដល់ពលរដ្ឋស្នេហាជាតិដែលមានចំណូលមធ្យមនៅក្នុងប្រទេសការប្រកាសនេះគឺមិនត្រឹមតែបង្ហាញអំពីមហិច្ឆតាយោធាប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏ជាសារនយោបាយដ៏រឹងមាំមួយទៅកាន់ពិភពលោកថាសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump នឹងប្រើប្រាស់សេដ្ឋកិច្ចពាណិជ្ជកម្មដើម្បីពង្រឹងកម្លាំងបាយនិងស្ថិរភាពផ្ទៃក្នុងរបស់ខ្លួន